យើងបានរៀនអំពីសាច់រឿងដែលព្រះយេស៊ូវបង្រៀនពួកសាវករបស់ទ្រង់ឲ្យចេះអធិដ្ឋានតាមរយៈលំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់បង្រៀនយើងអំពីអ្វីដែលត្រូវអធិដ្ឋានហើយតាមរយៈរឿងអំពីមិត្តសម្លាញ់ដែលមកសួរសុខទុក្ខនៅពេលយប់ទ្រង់បានបង្រៀនយើងអំពីរបៀបអធិដ្ឋាននៅក្នុងអត្ថបទថ្ងៃនេះទ្រង់បានបញ្ចប់ដោយប្រាប់យើងនៅរឿងមួយទៀតអំពីការអធិដ្ឋានការអធិដ្ឋានគឺជាការសូមការអធិដ្ឋានគឺជាការស្វែងរកនិងការអធិដ្ឋានគឺជាការគូរទ្វារជាចុងក្រោយការអធិដ្ឋានគឺប្រៀបដូចជាការចង់បានអ្វីម្យ៉ាងហើយបន្ទាប់មកស្វែងរកវាមានន័យថាប្រសិនបើអ្នកស្វែងរកដោយអស់ពីចិត្តអ្នកនឹងរកឃើញវានៅទីបំផុតប្រសិនបើអ្នកចង់បានអ្វីមួយអ្នកត្រូវតែសូមដោយចិត្តខ្នះខ្នែងហើយប្រសិនបើអ្នកស្វែងរកអ្នកត្រូវតែរកមើលគ្រប់ទីកន្លែងរហូតដល់អ្នករកឃើញវាប្រសិនបើទ្វារបិទអ្នកត្រូវតែគោលរហូតដល់វាបើកការខិតខំប្រឹងប្រែងបែបនោះហើយគឺជាការអធិដ្ឋានព្រះយេស៊ូវមានបន្ទូលថាត្បិតអស់អ្នកដែលសូមនោះរមែងបានអ្នកណាដែលរកនោះរមែងឃើញក៏បើកឲ្យអ្នកណាដែលគួរដែរព្រះយេស៊ូវបានបន្តទៀតថាឯអ្នករាល់គ្នាបើកូនសូមត្រីតើនឹងឲ្យពស់វិញឬបើវាសូមពងមាន់តើនឹងឲ្យខ្យាដំរីឬអីនៅសម័យព្រះយេស៊ូវក្នុងស្រុកអ៊ីស្រាអែលនៅពេលដែលមាននរណាម្នាក់សុំត្រីមានមនុស្សខ្លះបានឲ្យត្រីដែលមានរូបរាងដូចពស់ដល់ពួកគេដូចជាអន្ទង់ទឹកសាបដែលគេចាប់បានក្នុងសមុទ្រកាលីលេជាដើមអន្ទង់ទឹកសាបត្រូវបានគេចាត់ទុកថាជាសត្វមិនស្អាតហើយមិនអាចបរិភោគបានឡើយម្នាក់ទៀតបានសុំពងបក្សីហើយព្រះយេស៊ូវមានបន្ទូលថាពួកគេបែរជាឲ្យខ្យាដំរីនៅទីរហោស្ថានដែលដេកមូលខ្លួនដូចជាពងមាន់ទៅវិញដូច្នេះព្រះយេស៊ូវមានបន្ទូលថាទោះបីជាមានអ្នកខ្លះដែលមានបំណងមិនល្អហើយឲ្យត្រីអន្ទង់និងខ្យាដំរីដែលមិនអាចបរិភោគបានទៅឲ្យអ្នកដទៃក៏ដោយក៏ពួកគេនៅតែផ្ដល់របស់ល្អៗដល់កូនចៅរបស់ពួកគេដែលអាចបរិភោគបានដោយបំណងល្អដែរនៅពេលដែលយើងសូត្រសេចក្តីអធិដ្ឋានដែលព្រះយេស៊ូវបានបង្រៀនយើងចាប់ផ្ដើមដោយការហៅព្រះថាព្រះវរបិតាព្រះវរបិតារបស់យើងជាព្រះជាម្ចាស់ជាព្រះវរបិតានៃមនុស្សទាំងអស់នៅលើផែនដីទ្រង់ជ្រាបថាតើកូនរបស់ទ្រង់កំពុងសូមស្វែងរកនិងគោររកអ្វីខ្លះហើយទ្រង់មានព្រះハរតីចង់ប្រទានអ្វីដែលល្អជាងពស់ឬខ្យាដំរីដល់យើងដូច្នេះប្រសិនបើយើងគ្រាន់តែសូមស្វែងរកនិងគោះនោះការស្នើសុំរបស់យើងនឹងត្រូវបានឆ្លើយតបព្រះយេស៊ូវបានបញ្ចប់ការពិភាក្សារបស់ទ្រង់អំពីការអធិដ្ឋានជាមួយនឹងសំណួរចុងក្រោយមួយថានៅចំណងបើព្រះវរបិតាដែលគង់នៅស្ថានសួគ៌តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធមកអស់អ្នកដែលសូមជាងអំបានទៅទៀតរឿងនេះប្រហែលជាពិបាកបន្តិចសម្រាប់បងប្អូនទាំងអស់គ្នាប៉ុន្តែទ្រង់ប្រាប់ពួកគេថាលើសពីរបស់ដែលយើងត្រូវការធម្មតាដូចជានំប៉័ងត្រីនិងពងមាន់នៅមានអ្វីមួយដែលមានតម្លៃជាងនេះទៅទៀតគឺព្រះវិញ្ញាណបរិសុទ្ធទ្រង់ចង់មានន័យថាព្រះជាម្ចាស់នឹងបញ្ជូនទ្រង់មកដល់អស់អ្នកណាដែលស្វែងរកទ្រង់យើងបានរៀនអំពីលំនាំសេចក្តីអធិដ្ឋាននៃព្រះអង្គម្ចាស់សង្ឃឹមថានឹងរស់នៅក្នុងជីវិតដែលយើងអាចទទួលព្រះវិញ្ញាណបរិសុទ្ធដែលប្រទានពីព្រះជាម្ចាស់តាមរយៈការអធិដ្ឋាននិងការទូលសូមដ៏ប្រសើរ